ទម្លាប់ល្អ4យ៉ាងធ្វើឲ្យសុខភាពខួរក្បាលហើយនិងអារម្មណ៍របស់យើងនឹងស្រស់ស្រាយចា៎ជម្រាបសួរសួស្តីពុកម៉ែអ៊ំពូមីងទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube KH Farm ថ្ងៃនេះដែរខ្ញុំមានប្រធានបទថ្មីមួយចង់មកចែករំលែកដល់អ៊ំពូមីងទាំងអស់គ្នាអំពីទម្លាប់ល្អ4យ៉ាងធ្វើឲ្យសុខភាពខួរក្បាលល្អហើយនិងស្រស់ស្រាយពេញមួយថ្ងៃអញ្ចឹងតើយើងគួរធ្វើបែបណាដើម្បីឲ្យសុខភាពរបស់យើងល្អមានអារម្មណ៍ល្អស្រស់ស្រាយតាំងពីព្រឹករហូតដល់ល្ងាចពាក្យថាទម្លាប់អាចនិយាយបានថាវាពិបាកកែប្រែសម្រាប់បងប្អូនមួយចំនួនដែលពួកគាត់មិនដែលធ្វើឬក៏មិនធ្លាប់អនុវត្តពីមុនមកប៉ុន្តែបើសិនជាទម្លាប់ប្រចាំថ្ងៃទាំងអស់ហ្នឹងដែលយើងធ្វើទៅហើយវាផ្ដល់ផលវិជ្ជមានចំពោះសុខភាពរបស់យើងអ្នកទាំងអស់គ្នាគួរតែអនុវត្តដើម្បីទទួលបានសុខភាពល្អប្រសើរអញ្ចឹងទម្លាប់ល្អទី1ហ្នឹងគឺបន្ទាប់ពីយើងភ្ញាក់ពីគេងគឺយើងគួរតែញ៉ាំទឹកចាការញ៉ាំទឹកមួយកែវនៅពេលដែលយើងភ្ញាក់ពីដេកហ្នឹងគឺធ្វើឲ្យអារម្មណ៍របស់យើងហ្នឹងស្រស់ស្រាយស្វាងងុយគេងអញ្ចឹងយើងទីធម្មតាយើងដេកពីយប់អញ្ចឹងទៅពេលយើងភ្ញាក់ពីគេងមកគឺវាតែងតែមានអារម្មណ៍ថាអស់កម្លាំងអញ្ចឹងនៅពេលដែលយើងញ៉ាំទឹកមួយកែវគឺវាធ្វើឲ្យអារម្មណ៍របស់យើងហ្នឹងស្រស់ស្រាយដោយសារតែការញ៉ាំទឹកគឺវាធ្វើឲ្យសរសៃឈាមរបស់យើងធ្វើឲ្យប្រព័ន្ធប្រសាទរបស់យើងហ្នឹងងើបឡើងមានន័យថាយើងដាស់ឲ្យប្រព័ន្ធប្រសាទរបស់យើងហ្នឹងធ្វើការអញ្ចឹងណាហើយក្រៅពីហ្នឹងទៀតនៅពេលដែលយើងសម្រាកមួយយប់ពេញហ្នឹងនៅពេលដែលយើងងើបមកវិញគឺវាតែងតែមានអារម្មណ៍ថាស្បែករបស់យើងនឹងស្ងួតដោយសារតែឥឡូវហ្នឹងគឺយើងប្រើប្រាស់កង្ហារឬក៏ម៉ាស៊ីនត្រជាក់ហ្នឹងវាត្រជាក់ពេកគឺវាធ្វើឲ្យស្បែករបស់យើងនឹងស្ងួតបាត់បង់ជាតិទឹកអញ្ចឹងការញ៉ាំទឹកពេលព្រឹកហ្នឹងគឺវាជួយច្រើនមែនទែនគឺវាធ្វើឲ្យស្បែករបស់យើងនឹងមានសំណើមបង្គ្រប់ជាតិទឹកនៅក្នុងសរីរាង្គរបស់យើងអញ្ចឹងនៅពេលដែលយើងបានញ៉ាំទឹកមួយកែវបន្ទាប់ពីយើងភ្ញាក់ពីគេងហ្នឹងគឺវាធ្វើឲ្យអារម្មណ៍របស់យើងនឹងស្រស់ស្រាយហើយនៅពេលដែលយើងមានអារម្មណ៍ល្អស្រស់ស្រាយអញ្ចឹងសុខភាពរបស់យើងនឹងក៏ល្អតាមនឹងដែរទម្លាប់ល្អទី2គឺការទទួលវីតាមីន D នៅពេលព្រឹកអញ្ចឹងពុកម៉ែបងប្អូនត្រូវការឲ្យរាងកាយឬក៏ខ្លួនរបស់យើងនឹងត្រូវកម្ដៅថ្ងៃគឺនៅចន្លោះម៉ោងពីម៉ោង6ទៅម៉ោង7ពេលព្រឹកហ្នឹងគឺល្អមែនតើពន្លឺព្រះអាទិត្យស្មើហ្នឹងគឺល្អដោយសារតែស្បែករបស់យើងឆ្អឹងរបស់យើងអារម្មណ៍របស់យើងហើយនិងសរីរាង្គរបស់យើងហ្នឹងគឺវាត្រូវការវីតាមីន D អញ្ចឹងយើងមិនចាំបាច់ចំណាយលុយនៅក្នុងការទិញវីតាមីន D ពពួក supplement មកញ៉ាំនោះទេគឺយើងអាចទៅទទួលវីតាមីន D ពីធម្មជាតិបានហើយជាធម្មជាតិដ៏ល្អទៀតផងហើយក្រៅពីហ្នឹងទៀតពេលព្រឹកព្រលឹមហ្នឹងយើងទៅស្រស់ស្រូបយកខ្យល់បរិសុទ្ធគឺជារឿងល្អមែនទែនដោយសារតែយើងត្រូវការអុកស៊ីសែនដ៏ល្អសម្រាប់សុខភាពខួរក្បាលរបស់យើងសរសៃឈាមរបស់យើងអញ្ចឹងបើសិនជាសរសៃឈាមរបស់យើងខួរក្បាលរបស់យើងមានអុកស៊ីសែនគ្រប់គ្រាន់ហើយនឹងសរីរាង្គខាងក្នុងរបស់យើងមានអុកស៊ីសែនគ្រប់គ្រាន់អញ្ចឹងជាចំណុចល្អដែលពុកម៉ែអ៊ំពូមីងគួរតែអនុវត្តទម្លាប់ល្អទី3គឺហាត់ប្រាណពេលព្រឹកព្រលឹមអញ្ចឹងពុកម៉ែបងប្អូនគួរតែឆ្លៀតហាត់ប្រាណឲ្យបាន20ទៅ30នាទីពេលព្រឹកនោះពុកម៉ែបងប្អូននឹងទទួលអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃបាទសម្រាប់អ្នកធ្វើការវិញបន្ទាប់ពីគាត់ហាត់ប្រាណរួចពួកគាត់ទៅធ្វើការគឺវាធ្វើឲ្យអារម្មណ៍របស់គាត់នឹងស្រស់ស្រាយស្វាហាប់គិតអីឆាប់ឃើញហើយអត់សូវមានអារម្មណ៍ថាធុញថប់ឬក៏មួម៉ៅនោះទេអញ្ចឹងយើងគួរតែចំណាយពេលត្រឹមតែ20ទៅ30នាទីអញ្ចឹងគឺវាជួយដល់សុខភាពរបស់យើងហើយថែមទាំងធ្វើឲ្យយើងនឹងមានអារម្មណ៍ល្អស្រស់ស្រាយពេញមួយថ្ងៃទៀតផងអញ្ចឹងការហាត់ប្រាណវាពិតជាល្អមែនទែនសម្រាប់សុខភាពរបស់យើងទម្លាប់ល្អទី4គឺការងូតទឹកត្រជាក់នៅពេលព្រឹកព្រលឹមអញ្ចឹងការងូតទឹកត្រជាក់នៅពេលព្រឹកព្រលឹមហ្នឹងគឺវាពិតជាល្អមែនទែនគឺវាទៅភ្ញូចឲ្យសរសៃឈាមរបស់យើងហ្នឹងដំណើរការបានល្អជាពិសេសហ្នឹងខួរក្បាលរបស់យើងប៉ុន្តែបន្ទាប់ពីយើងហាត់ប្រាណហើយគឺយើងត្រូវសម្រាក10ទៅ15នាទីសិនដើម្បីឲ្យយើងនោះស្ងួតញើសសិនសិមយើងទៅមុជទឹកដោយសារតែនៅពេលដែលស្បែករបស់យើងមិនទាន់ស្ងួតគឺរន្ធរមរបស់យើងហ្នឹងវាបើកអញ្ចឹងបើសិនជាយើងទៅមុជទឹកពេលហ្នឹងគឺវាអាចប៉ះពាល់ដល់សុខភាពរបស់យើងវិញអញ្ចឹងយើងគួរតែរង់ចាំឲ្យញើសរបស់យើងនឹងស្ងួតជាមុនសិនអញ្ចឹងរឿងតូចៗដែលយើងយកទៅអនុវត្តហើយយើងទទួលបានសុខភាពល្អគឺពុកម៉ែបងប្អូនគួរតែអនុវត្តហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងចាប់ផ្ដើមពីហ្នឹងទៅដើម្បីអនុវត្តហើយមានសុខភាពល្អទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនមានសុខភាពល្អហើយក៏សូមអភ័យទោសផងដែរបើសិនជាមានកំហុសខុសឆ្គងត្រង់ចំណុចណាមួយអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត